ជំរាបសួរពុកម៉ែបងប្អូនដែលចូលចិត្តចិញ្ចឹមមន្ត្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការចែករំលែកពីបទពិសោធន៍នៃការថែទាំកូនមាន់ពីអាយុ1ថ្ងៃដល់អាយុ1អាទិត្យចង់ដឹងថាការថែទាំរបស់ខ្ញុំវាយ៉ាងម៉េចខ្លះតោះទៅមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាបន្ទាប់ពីយើងបានយកកូនមាន់ចេញពីទូភ្នោះហើយយើងត្រូវប្រើចំបើងក្នុងទ្រុងស្អំរបស់យើងការបាតវាការជាចំបើងក៏បានជាអង្កាមក៏បានអ្នកដែលសម្បូរចំបើងក៏ដាក់ចំបើងទៅអ្នកដែលសម្បូរអង្កាមក៏ដាក់អង្កាមទៅវាអត់ជាបញ្ហាទេតែចំពោះខ្ញុំនេះខ្ញុំសម្បូរចំបើងទៅខ្ញុំដាក់ចំបើងអញ្ចឹងណាបន្ទាប់មកយើងយកកូនមាន់ដាក់ក្នុងហ្នឹងទៅហើយចំពោះខាងក្រៅយើងត្រូវបាំងវាចិត្តកុំឲ្យមានខ្យល់ចេញចូលបន្ទាប់មកទៀតចានដាក់ចំណីត្រូវតែស្អាតបែបនេះចំណែកឯចំណីយើងមិនត្រូវដាក់ចំណីស្ងួតឲ្យវាស៊ីទេព្រោះចំណីស្ងួតហ្នឹងវារឹងអញ្ចឹងហើយយើងត្រូវផ្សើមទឹកឲ្យវាទន់ដើម្បីឲ្យវាងាយស្រួលក្នុងការស៊ីហើយមួយទៀតធ្វើឲ្យប្រព័ន្ធរំលាយអាហារវារំលាយបានល្អចំពោះទឹកយើងដាក់អាម៉ុកហើយនឹងវីតាមីនឲ្យវាផឹករយៈពេល3ថ្ងៃដើម្បីឲ្យវាផ្សះផ្សិតឲ្យវាមានកម្លាំងមានអីចឹងណាទៅមួយទៀតចុងក្រោយគឺកម្ដៅនេះទាំងអស់គ្នាត្រូវសិតតែចំពោះខ្ញុំដាក់33ភ្លឺ 35.5 វាបិទខ្លួនវាអញ្ចឹងអានេះកម្ដៅអូតូអញ្ចឹងហើយវាមានភាពងាយស្រួលហើយណាមួយវាយើងប្រើអាដុំកម្ដៅអូតូនេះវាជួយសន្សំសំចៃភ្លើងយើងដែរវាក្ដៅខ្លាំងវាបិទខ្លួនវាត្រជាក់ខ្លាំងវាបិទខ្លួនវាសូមបញ្ជាក់ចំពោះការសិតកម្ដៅបែបនេះយើងសិតបានសម្រាប់តកូនមាន់អាយុពី1ថ្ងៃរហូតដល់អាយុ1អាទិត្យឬក៏10ថ្ងៃបន្ទាប់ពីអាយុ10ថ្ងៃទៅទៀតយើងអាចបញ្ចុះវាម្ដងបន្តិចរហូតដល់វាស៊ាំនឹងអាកាសធាតុខាងក្រៅ